សួស្តីបងប្អូនទាំងអស់គ្នាដែលនៅក្នុង channel របស់ ASMI AI ជាថ្ងៃនេះយើងនឹងមករៀនអំពីមេរៀនបន្ទាប់របស់យើងដែលយើងនឹងរៀនអំពីការបង្កើតជាមួយនឹងរូបភាពតាមរយៈ AI ដូច្នេះថ្ងៃនេះយើងមាន AI ចំនួន3ដែលខ្ញុំនឹងធ្វើការបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាទី1គឺ Clean AI ក្នុងការបង្កើតរូបភាពទី2គឺការបង្កើតរូបភាពតាមរយៈ Halo ទី3គឺតាមរយៈ Free Pick អញ្ចឹងនេះគឺជា AI ទាំង3ដែលខ្ញុំនឹងធ្វើបទបង្ហាញនៅក្នុងវីដេអូថ្ងៃនេះយើងនៅក្នុង Clean គឺជា AI ដំបូងដែលខ្ញុំធ្វើការបង្កើតយើងអាចជ្រើសយកពាក្យថា image បន្ទាប់មកកន្លែង prompt នេះយើងបញ្ចូល prompt ដែលយើងចង់សរសេរមកអានេះគឺជារូបដែលខ្ញុំធ្លាប់បង្កើតពីមុនបងប្អូនធ្វើការបំពេញកន្លែងហ្នឹងអូខេយើងអាចសរសេរពាក្យថាយ៉ាងម៉េចក៏បានដែរយើងអាចសរសេរឥឡូវខ្ញុំសូមជ្រើសថា Cambodia girl dancing in front of the Angkor Wat under the sunset អូខេកន្លែងនេះយើងអាចធ្វើការជ្រើសរើសទំហំរូបភាពយក 1x1 ឬក៏ប្រហែលអញ្ចឹងខ្ញុំជ្រើសយក 9x16 កន្លែងនេះចំនួនរូបភាពដែលយើងចង់ឲ្យវា generate ប្រហែលគឺយើងយក2បន្ទាប់មកយើងយកពាក្យថា generate បាទអញ្ចឹងវានឹងដំណើរការទៅអញ្ចឹងយើងអាច copy កន្លែងនេះបានអូខេយើង copy prompt របស់យើងនេះយើងអាចធ្វើការ copy អូខេហើយយើងអាចយកវាទៅដាក់ចូលទៅក្នុង Halo AI នេះបានយើងធ្វើការ generate រូបនៅកន្លែងនេះមួយទៀតអញ្ចឹងកន្លែងនេះយើងយកពាក្យថា create image បន្ទាប់មកកន្លែងនេះគឺ prompt ខ្ញុំចាស់ទេដែលខ្ញុំបង្កើតរូបអញ្ចឹងបងប្អូនធ្វើការផាស prompt របស់យើងមកកន្លែងនេះមកបន្ទាប់មកគឺដូចគ្នាកន្លែងនេះយើងជ្រើសរើសយកចំនួនរូបភាពដែលយើងចង់ generate ប្រមាណ1ឬ2ហើយយើងធ្វើការ generate គឺយើងអស់2 credit ដែរអូខេនៅកន្លែងនេះគឺ Halo យើងអាចទទួលបាន credit ច្រើនណាស់ដល់ 1000 ជាងចឹងយើង generate រូបមួយគឺអស់តែ1កាក់ទេ1 credit ទេយើងធ្វើការរងចាំទាំងអស់គ្នាអញ្ចឹងយើងអាចធ្វើការមកពិនិត្យជាមួយនឹង free pick ដូចគ្នាធ្វើការ generate រូបនៅក្នុង AI ទី3របស់យើងអញ្ចឹងយើងយក trait 3នៅកន្លែងនេះដូចគ្នាយើងយកពាក្យថា AI image generator កន្លែងនេះដូចគ្នាបងប្អូនអាចធ្វើការផាសនៅ prompt របស់បងប្អូនដែលបាន copy មុននេះអូខេផាសបែបនេះកន្លែងនេះ option ជាច្រើនយើងអាចធ្វើការកែបានណាតែខ្ញុំអត់សូមមកជ្រើសរើសទេជាមួយនឹង effect ជាមួយនឹងពពួក style ដែលយើងបែបអញ្ចឹងបងប្អូនអាចធ្វើការចុចទៅលើ style ណាមួយដែលបងប្អូនស្រឡាញ់ទៅគឺវា generate តាមប្រភេទ style ដែលយើងជ្រើសរើសហើយបាទអញ្ចឹងខ្ញុំអត់សូមជ្រើសរើសទេខ្ញុំសូមយកធម្មតាហើយកន្លែងនេះយើងដូចគ្នាយើងរើសយកចំនួនរូបភាពដែលយើងប្រមាណ generate ហើយទំហំប្រភេទរូបថតបែបម៉េចគឺយើងអាចជ្រើសបានណាទំហំបែបណាគឺយើងអាចជ្រើសបានដោយខ្លួនឯងទោះបីពាក្យថា generate ជាមួយ free pick គឺវាលឿនណាយើងអាចឃើញហើយបានពីររូបមុនគេបាទយើងអាចជ្រើស download ប៉ុន្តែវាជាប់ជាមួយនឹង watermark អូខេទោះតែយើង subscribe ទៅជា premium ផងវាទើបយើងមិនជាប់ watermark អូខេចឹងយើងអាចធ្វើការ download ទៅអូខេយើង click ទៅលើ download រូបទាំងអស់គឺជាប់ watermark បងប្អូនបានឃើញនៅខាងក្រោមមិញអូខេចឹងការ back ថយក្រោយអូខេនេះគឺ watermark ដែលយើងជាប់សម្រាប់ clean គឺរៀងយូរបន្តិចគឺវានៅទាន់បានហើយទៅ generate មុនគេបាទសម្រាប់ free pick យើងគឺរួចរាល់ហើយចឹងឃើញស្អាតសមរម្យដែរចឹងបងប្អូនអាចធ្វើការ click ទៅលើ download វាបាន click ទៅលើ download click លើវាយើងអាចចុច download បានយើងអាចជ្រើសបានណាជាប្រភេទ PNG ឬ JPEG នៅក្នុង Clean AI យើងបាន generate ហើយគឺវាស្អាតជាងគេវាយូរមែនតែសម្រាប់ Clean គឺវា generate បានរូបស្អាតណា Clean គឺ generate រូបបានស្អាតប៉ុន្តែវាជាប់ watermark បើបងប្អូនចង់ឲ្យវាស្អាតគឺយើងទួតែ subscribe ទៅលើកញ្ចប់ premium របស់វាទើបវាអត់មានជាប់ watermark ប៉ុន្តែ Clean គឺ generate រូបបានស្អាតមែនតើបងប្អូនអាចមើលបានសម្រាប់ prompt របស់យើងតែមួយទេប៉ុន្តែយើង generate ទៅលើ AI 3ផ្សេងគ្នាប៉ុន្តែលទ្ធផលនៃរូបក៏យើងបានផ្សេងគ្នាដែរហើយយើងសង្កេតមើលឃើញថានៅក្នុង Clean គឺស្អាតដូចគ្នាប៉ុន្តែសម្រាប់បងប្អូនដែលយើងមិនអាចឬក៏មិនមាន idea ក្នុងការសរសេរយើងអាចសរសេរចូលទៅក្នុង ChatGPT បានដែលយើងជ្រើសសរសេរកន្លែង prompt នេះយើងដាក់សរសេរបានចូលថា give me a prompt to generate a beautiful
Okay, a beautiful girl playing piano at the beach បាទបន្ទាប់មកវានឹងឲ្យព្រមយើងចំនួន3នៅខាងក្រោមនេះអូខេបងប្អូនមើលឃើញនៅខាងក្រោមនេះយើងអាចធ្វើការ copy ព្រមណាមួយដែលយើងស្រឡាញ់យើងអាចមើលបែបហ្នឹងបានហើយយើង copy មកមួយមកនេះបើសិនជាបងប្អូនត្រូវការឲ្យ ChatGPT ធ្វើការ recommend ឬក៏សរសេរព្រមឲ្យយើងអូខេយើងគ្រាន់តែឲ្យ idea វាខ្លីៗមកវានឹងឲ្យព្រមយើងឡើងស្អាតតែម្ដងបាទហើយបងប្អូនយកមកផាសចូលទៅក្នុង AI ណាមួយរបស់យើងទៅយើងផាសទៅចូលទៅក្នុង clean កន្លែងព្រមនេះហើយយើងជ្រើសយកមួយរូបភាពយើងយកពាក្យថា generate អូខេចឹងក្នុង ChatGPT យើងមាន3 prompt អូខេចឹងខ្ញុំ copy ទាំង3AI មួយគឺដាក់មួយ AI មួយគឺដាក់ prompt មួយចឹងយើងដាក់ផ្សេងគ្នាអូខេយើងផាសបញ្ចូលមកហើយយើងយកតែមួយទេយើង generate អូខេហើយយើងក៏ចូលមកកាន់ prompt ចុងក្រោយរបស់យើងយើងផាស prompt យើងចូលដូចគ្នាទៅក្នុង free pick ហើយ free pick បងប្អូនអាចធ្វើការ generate បានណាគឺ free pick អត់មានជួប watermark ទេយើងបានរូបដ៏ស្រស់ស្អាតមួយនេះក្មេងស្រីដ៏ស្រស់ស្អាតបានលេង piano នៅមាត់សមុទ្រកន្លែងនេះគឺយើងមានរូបដែរសម្រាប់ prefix របស់យើងគឺអត់មានជួប watermark ទេបងប្អូនអាចមើលបានគឺអត់មានទេហើយយើងធ្វើការ download ទៅពេលដែលយើង generate រួចអូខេសម្រាប់ Clean AI គឺយូរជាងគេបន្តិចណាប៉ុន្តែ generate មកគឺរូបឃើញថាស្អាតជាងគេហើយធម្មជាតិបាទបងប្អូនអាចមើលឃើញបានបាទចុចទៅលើវាមកយើងអាចធ្វើការ download បានបាទអញ្ចឹងវីដេអូរបស់យើងគឺមានត្រឹមតែប៉ុណ្្នឹងបាទហើយជួបគ្នានៅក្នុងវីដេអូបន្ទាប់សូមអរគុណ